យើងជាអ្នកសិក្សាព្រះធម៌បានយល់ច្បាស់អំពីដំណើរសង្ខារធម៌ដែលតាមពិតទៅពាក្យថាយើងឬពាក្យថាគេអ្នកដតីក្រុមគ្រួសារញាតិមិត្តបងប្អូនកូនចៅមនុស្សម្នាសពសត្វមនុស្សទេវតាឥន្ទព្រហ្មនេះគឺជាពាក្យសន្មតទេបាទប៉ុន្តែទាំងអស់ហ្នឹងគឺជាសង្ខារធម៌ព្រោះថាសត្វបញ្ញត្តិនេះគឺកើតឡើងបានហៅបានអាស្រ័យដោយបរមត្ថសត្វបញ្ញត្តិហ្នឹងជាការបញ្ញត្តិដែលត្រូវតែអាស្រ័យជាមួយនឹងបរមត្ថហ្នឹងហើយចឹងហើយបានបរមត្ថគឺជាប្រធាននៃបញ្ញត្តិគ្រប់ការបញ្ញត្តិទាំងអស់អត់ដែលឃ្លាតចេញពីបរមត្ថបានទេបញ្ញត្តិទៅជាអ្វីមួយគឺត្រូវតែជាប់ជាមួយនឹងបញ្ញត្តិបរមត្ថហើយគ្រប់បញ្ញត្តិទាំងអស់ហ្នឹងគ្រប់បញ្ញត្តិទាំងអស់ហ្នឹងជាលោកយៈណាឧទាហរណ៍ថាមនុស្សសត្វមនុស្សម្នាសពសត្វប្តីប្រពន្ធម៉ែឪកូនចៅសពបែបយ៉ាងហ្នឹងគឺជាលោកយៈបញ្ញត្តិឬជាសមតិបញ្ញត្តិដែលតោងជាមួយនឹងបរមត្ថទាំងអស់បើអត់មានបរមត្ថទេបញ្ញត្តិអត់ចេញទេចឹងយើងយល់ចំណុចនេះយើងក្តីគេក្តីគឺអត់មានអ្វីផ្សេងក្រៅអំពីតួបរមត្ថធម៌ដែលជាក្របខ័ណ្ឌបង្គំរបស់រូបហើយនឹងនាមធម៌ទេហ្នឹងហើយដល់តែយើងក្តីអ្នកដតីក្តីជាសង្ខារធម៌អញ្ចឹងកំពុងតែរស់នៅជាញាតិក្នុងសង្សារវដ្តហ្នឹងមានទុក្ខរួមគ្នាដោយមានសាមញ្ញលក្ខណៈធម៌ត្រាច់គោចរទៅក្នុងបរមត្ថធម៌ហ្នឹងដូចគ្នាយើងក្តីអ្នកដតីក្តីគឺជាខណ្ឌ5ឬជាចិត្តចេតសិករូបហើយដែលថាជាញាតិរួមទុក្ខហ្នឹងគឺចិត្តចេតសិករូបទាំងអស់ហ្នឹងគឺមិនទៀងជាទុក្ខជាអនត្តាដូចគ្នាទាំងក្នុងយើងនិងអ្នកដតីយើងអ្នកដតីសន្មតទេប៉ុន្តែដោយបរមត្ថយើងអ្នកដតីវាអត់មានវាមានតែសង្ខារធម៌ដែលមិនទៀងជាទុក្ខជាអនត្តានឹងឯងនឹងដោយសភាវៈពិតហើយដល់តែយើងសិក្សាឃើញយ៉ាងទៅគឺយើងដឹងថាបើអ្វីៗជាសង្ខារធម៌មិនទៀងជាទុក្ខជាអនត្តាអញ្ចឹងយើងនឹងដឹងថាអត់មានអ្វីដែលអាចការពារឬទប់ស្កាត់ក៏ដូចជាទប់ទល់បាននៅភាពប្រែប្រួលទៅរបស់សង្ខារធម៌ទេនេះយល់ទៅដើម្បីនឹងថាកុំឲ្យយឺតយ៉ាវនៅក្នុងការសង្ស័យគិតថាស្វែងរកវត្ថុស័ក្តិសិទ្ធិពូកែស្អីនៅក្នុងโลกហ្នឹងយកមកទប់ទល់មកការពារណាកុំឲ្យវាចេះតែជឿទៅតែផ្ដាស់ចឹងកុំឲ្យចំណាយពេលទៅលើរឿងហ្នឹងវាអត់មានស្អីយកមកទប់ទល់បានទេការពារបានទេទោះបីជាថាទេវតាក៏ដោយប្រអិនប្រព្រំនឹងកុំថាឡើយមនុស្សព្រោះវានៅក្នុងច្បាប់ប្រែប្រួលហ្នឹងព្រោះទាំងអស់នេះជាសង្ខារធម៌តែសង្ខារធម៌ឲ្យប្រែប្រួលអីកុំថាឡើយត្រឹមទប់ទល់ការពារភាពប្រែប្រួលមិនបានទោះបីតែយើងរស់នៅប្រកាន់ក្នុងក្របខ័ណ្ឌនាមរូបហ្នឹងហើយនៅពេលដែលនាមរូបនេះហូរទៅដោយកម្លាំងអកុសលវិបាកហ្នឹងវាលេចឡើងមកប្រព្រឹត្តទៅជាទុក្ខវេទនា ប
ឬតោម្នោះអីហ្នឹងគឺក៏អត់មានអីទប់ទល់ដែរបើអកុសលវិបាកណាបានន័យថាបាបដែលមានផលដ៏ឆ្អិនធ្លាប់ធ្វើមកវាឲ្យផលទៅហ្នឹងក៏អត់មានអីទប់ទល់បានដែរបើកុំថាឡើយភាពប្រែប្រួលរបស់សង្ខារធម៌ដែលយើងយល់ច្បាស់យ៉ាងទៅគឺស្រោតរូតមកសិក្សារកការពិតតែម្យ៉ាងអត់នៅទាញទៅឆ្វេងទាញទៅស្ដាំនៅជឿមង្គលភ្ញាក់ផ្អើលទៅប្រទេសទៅផ្ដាស់ថាទីនេះជួយបានទីនោះជួយបានវត្ថុស័ក្តិសិទ្ធិនេះវត្ថុស័ក្តិសិទ្ធិនោះជួយបានអត់មានអីជួយបានទេបាទគឺថាសង្ខារគឺច្បាប់សង្ខារគឺមិនទៀងជាទុកជាអនត្តាញាតិញោមត្រូវប្រកបវិជ្ជាទៅច្បាស់កន្លែងហ្នឹងបានដំណើរហ្នឹងស្រោតពាក្យថាដំណើរស្រោតហ្នឹងគឺស្រោតមករកសច្ចធម៌ហ្នឹងបានលឿនអត់នៅកន្លែងតែយឺតយ៉ាវក្នុងបញ្ចធម៌ផ្សេងទេសូម្បីតែថាចិត្តណាសន្ទុះចិត្តហ្នឹងដែលនឹងថាត្រូវស្វែងរកកាមត្រូវការភពអីទៀតហ្នឹងក៏ដកថយដែរពីព្រោះទៅស្វែងរកស្អីបើបានតែរបស់មិនទៀងជាទុកជាអនត្តាមកអញ្ចឹងល្មមឆ្អែតសពគ្រប់ល្មមនឹងនឿយតែអញ្ចឹងស្វែងរកការពិតវិញស្វែងរកការពិតហ្នឹងគឺស្វែងរកអមតៈធម៌ហ្នឹងតែម្ដងកន្លែងដែលថាសុខឯកន្តៈណាកន្លែងប្រែប្រួលកន្លែងហ្នឹងបានឈ្នះនៅភាពប្រែប្រួលចូលដល់កន្លែងហ្នឹងទៅជាបរមសុខពិតគឺនិច្ចំវតនិព្វានហ្នឹងនិព្វានហ្នឹងទៅជាធម៌ទៀងនិព្វានហ្នឹងគឺជានិព្វានបរមត្តដែលមានដោយបរមត្តដែរណាប៉ុន្តែមិនមែនខណ្ឌ5និព្វាននោះប៉ុន្តែជាបរមត្តមួយដែរឈ្មោះថានិព្វានសច្ចៈគឺបានន័យថាមានជាសភាវៈធម៌ពិតដោយនិព្វានហ្នឹងមានប្រកបបើហើយជានិព្វានបរមត្តដែរបានន័យថានិព្វាននេះគឺបានជាថាបរមត្តដែរពីព្រោះមានអត្តសេចក្តីហ្នឹងល្អិតជ្រៅសុខុមមិនងាយនឹងចាក់ធ្លុះបានបើកណ្ដពាក្យរៀនជាទ្រឹស្ដីបទអីយល់ប៉ុន្តែដល់ទៅតែត្រូវចាក់ធ្លុះផ្តល់ហ្នឹងឲ្យត្រូវនឹងនិព្វានហ្នឹងតើតែមានធម្មចក្ខុហ្នឹងកើតឡើងដូចយើងនិយាយបានស្ដាប់គ្នាបានតែហូបតរេនឆ្ងាញ់អញ្ចឹងប៉ុន្តែឆ្ងាញ់ហ្នឹងគឺក្នុងទ្រឹស្ដីប៉ុន្តែដល់ទៅហូបពិតវាតតែតរេនហ្នឹងប៉ះអណ្ដាតហ្នឹងហើយតរេនហ្នឹងវាជារសារម្មណ៍ហើយមកខ្ទប់ជាមួយជីវហាប្រសាទទៅវាកើតជីវហាវិញ្ញាណហ្នឹងបានចិត្តហ្នឹងវាធ្វើនៅកិច្ចសាយនកិច្ចដឹងរសទៅបានដឹងថាតរេនហ្នឹងឆ្ងាញ់យ៉ាងម៉េចហ្នឹងហើយដោយផលត្រូវពិតថារសជាតិយ៉ាងម៉េចដល់ទៅនិព្វានជាអមតៈធម៌ហ្នឹងគឺតើតែកើតធម្មចក្ខុឡើងហ្នឹងបើធម្មចក្ខុគឺភ្នែកប្រែតាមពាក្យហ្នឹងគឺភ្នែកធម៌ណាភ្នែកធម៌ហ្នឹងគឺសំដៅដល់តួនៃមគ្គចិត្តកើតឡើងឬហៅថាលោកុត្តរចិត្តឬលោកុត្តរបញ្ញាហ្នឹងហើយទើបអាចផលត្រូវនៅព្រះនិព្វានបានហើយកន្លែងហ្នឹងឯងដែលថានិច្ចំវតនិព្វានហ្នឹងគឺទៀងពិតសុខពិតលែងប្រែប្រួលហើយអត់ចាំបាច់ថានៅខ្វះស្អីជួយខ្វះស្អីការពារទៀតទេកន្លែងហ្នឹងវាអត់មានគ្រោះថ្នាក់វាអត់មានជំងឺដំកាត់វាអត់មានការស្រេកឃ្លានវាអត់មានរោគវាអត់មានក្តៅត្រជាក់វាអត់មានចាំបាច់ហួរលុយចាយស្រេកឃ្លានមានកាពះបាយទឹកអីវាអត់ចាំបាច់មានទុក្ខសោករោគភីអីទេអស់ទៅដល់កន្លែងហ្នឹងបានវាអត់ចាំបាច់មានអីការពារទេគឺ
គុណធម៌ថ្នាក់និព្វានហ្នឹងគឺខ្ពស់ផុតអំពីគ្រោះថ្នាក់ទាំងពួងផុតគ្រោះថ្នាក់ទាំងពួងហ្នឹងគឺចាត់ទុកថាបើយើងនិយាយដោយភាសាលោកីហ្នឹងថានិព្វានហ្នឹងទៅជាវត្ថុស័ក្តិសិទ្ធិពិតប្រាកដដែលថាការពារមិនឲ្យស្លាប់មិនឲ្យឈឺមិនឲ្យចាស់មិនឲ្យប្រត់មិនឲ្យស្រេកឃ្លានអីហ្នឹងបានពិតវត្ថុស័ក្តិសិទ្ធិពិតហ្នឹងគឺបានន័យថាអាចជួយគេឲ្យផុតគ្រោះផុតស្លាប់អញ្ចឹងវត្ថុស័ក្តិសិទ្ធិពិតប្រាកដដែលជួយឲ្យផុតគ្រោះហ្នឹងគឺមានតែនិព្វានទេខុសពីហ្នឹងជួយអត់បានទេព្រោះថាអ្វីៗក្នុងโลกហ្នឹងវាជាសង្ខារធម៌ហ្នឹងហើយស្អីដែលថាប្រកែណាស់ហ្នឹងគឺវាមិនជារូបធម៌វាមិនសង្ខារធម៌ដែលគ្មានវិញ្ញាណហើយបើថាសត្វបុគ្គលមនុស្សម្នាហ្នឹងគឺវាមិនជាសង្ខារដែលមានវិញ្ញាណអ្នកណាដែលថាប្រកែនោះហើយបើអ្នកហ្នឹងសង្ខារមិនទៀងជាទុកជាអនត្តាដែរហ្នឹងជួយមិនបានហើយរូបស្អីដែលជឿថាប្រកែស័ក្តិសិទ្ធិហ្នឹងបើរូបហ្នឹងវាជាសង្ខារធម៌ហ្នឹងវាអត់មានទុក្ខវេទនាមកវាអត់មានវិញ្ញាណប៉ុន្តែវាមានទុក្ខលក្ខណៈវានៅតែបែកធ្លាយពុកផុយទៅរូបហ្នឹងសត្វបុគ្គលវិញដោយបញ្ញត្តិហ្នឹងសត្វបុគ្គលនៅមនុស្សគ្នាឯងទេវតាព្រំអីបើចោះមកជួយក៏ជួយមិនបានឲ្យផុតទុក្ខដែរពីព្រោះអ្នកទាំងអស់គ្នាហ្នឹងគឺជាសង្ខារធម៌ហ្នឹងសិតតែនៅក្នុងក្របខ័ណ្ឌច្បាប់មិនទៀងប្រែប្រួលផ្លាស់ប្ដូរហើយនឹងធួននៅអត់កើតដដែលដូចតែគ្នាហើយបង្កប់ជាអត់បាននៅក្របខ័ណ្ឌសង្ខារដែលថានឹងបែកធ្លាយគឺបែកធ្លាយហើយអត់មានអីទប់ទួលបានទេបងអញ្ចឹងកាលណាយើងយល់ទៅគឺមានតែស្រោតក្នុងការរៀនស្ដាប់ការពិតហ្នឹងអត់ទៅបែកឆ្វេងទាញទៅស្ដាំទេមកផ្លូវព្រះផ្លូវធម៌ផ្លូវព្រះដល់យល់ខុសពីហ្នឹងគឺចូលផ្លូវមាគឺផ្លូវទាញចូលវាល3លួង4ចូលទៅទាញចូលទៅក្នុងវាល3លួង4វាលមាគ្រប់គ្រងវាលកើតចាស់ឈឺស្លាប់អត់មានទីបញ្ចប់នឹងផ្លូវមាហ្នឹងគឺយ៉ាងវាទាញតែអញ្ចឹងហើយតិចណាស់ដែលថាគ្រប់គ្នាមនុស្សលោកហ្នឹងចូលកាន់តាមកលងព្រះយុគលបាតនៃព្រះពុទ្ធបិតាវិវត្តៈគឺថាទៅផ្លូវរោគអស់វត្តៈហ្នឹងទៅផ្ដាច់វត្តៈទុកហ្នឹងគឺមិនសម្បូរមិនច្រើនទេប៉ុន្តែបើផ្លូវមាហ្នឹងគឺច្រើនផ្លូវមាលបួងទៅហ្នឹងគឺច្រើនណាស់ប៉ុន្តែផ្លូវព្រះហ្នឹងទៅរកដាច់វត្តៈហ្នឹងគឺតិចដល់ផ្លូវមាហ្នឹងគឺទៅរកវត្តៈហើយទៅវត្តៈគឺយើងដឹងហើយញាតិញោមដឹងហើយថាកើតចាស់ឈឺស្លាប់ហ្នឹងអត់ឈប់ឈរទេសោកភ័យរោគស្រេកឃ្លានសពបែបយ៉ាងហ្នឹងហើយវាវត្តសង្សារផ្លូវមាណាវាទាញតែអញ្ចឹងហើយឧបនិស្ស័យតិចតួចស្ដើងហ្នឹងគឺងាយនឹងចូលផ្លូវមាដែលលបួងព្រោះមាហ្នឹងវាមានល្បិចកលច្រើនដាក់នុយវាមានអន្តៈច្រើនតៈសត្វលោកហ្នឹងជាពិសេសគឺតៈដោយរបស់សបាយល្អប្រណិតតៈតងជាមួយរូបសម្លេងក្លិនរសសម្ផស្សផោតថពៈហ្នឹងគឺមាគឺដាក់តៈដាក់នុយតាមហ្នឹងហើយដល់ទៅសត្វលោកត្រូវការសបាយស្វែងរកស្ដីសបាយក្នុងភពហៅថាស្វែងរកកាមហ្នឹងហើយស្វែងរកភពហ្នឹងគឺត្រូវចំតៈមាតបៈនុយរបស់មាហ្នឹងហើយដល់អញ្ចឹងវត្តដាក់ទុកវាមិនដាច់ទេវានៅតែវែងឆ្ងាយទៅទៀតហើយដល់ទៅអ្នកឃើញថាវត្ថុស័ក្តិសិទ្ធិពិតគឺអមតៈធម៌ដែលផុតវិស័យមាគឺមករកតាមផ្លូវព្រះហ្នឹងហើយតាមរយៈនៃការ
សិក្សាច្បាស់លាស់ទៅលើសច្ចធម៌ឲ្យច្បាស់លាស់បើហើយទៅទម្លុះទៅដល់ការពិតហ្នឹងហើយចេញអំពីខណ្ឌទៅលោកហ្នឹងបានជាស្ថាពរនឹងបានរួចផុតអំពីសេចក្តីទុក្ខទាំងឡាយរួចផុតអំពីភាពប្រែប្រួលមិនទៀងភាពជាទុក្ខបើតែថាទៅដល់និព្វានហ្នឹងជានិព្វានបរមត្តជានិព្វានសច្ចៈហ្នឹងទៅជាបរមធម៌បើនិព្វានហ្នឹងបរមង្គវតន្តិពុទ្ធាបានន័យថាព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់សម្ដែងថានិព្វានហ្នឹងជាធម៌ល្អិតជាបរមធម៌ឬជាបរមសុខបាទហើយនិព្វានហ្នឹងបរមង្គសញ្ញងពាក្យថាសញ្ញងហ្នឹងគឺបានដល់ព្រះនិព្វានណាសញ្ញងហ្នឹងគឺបានន័យថាតតេសញ្ញងហ្នឹងគឺតតេអត់មានតតេចៈរោគគៀបជាធិហ្នឹងតតេចៈទុក្ខតតេចៈជាតិជារៀបជាធិមរណៈតតេចៈរាគៈទោសៈមោហៈតតេចៈភពតតេចៈវត្តៈតតេចៈភ្លើងទុក្ខភ្លើងកិលេសហ្នឹងតតេចៈសោកចៈភ័យហ្នឹងអានឹងជាឈ្មោះនៃនិព្វានដែលថាសញ្ញងបានន័យថានិព្វានហ្នឹងគុណធម៌ថ្នាក់និព្វានហ្នឹងគឺធ្វើឲ្យតតេទៅនៅគ្រឿងទុក្ខគ្រឿងសោកគ្រឿងរោគគ្រឿងភ័យតតេទៅនៅវត្តៈនៅភពតតេទៅនៅកាមគុណដែលជាអន្តៈចំណៃមាហ្នឹងអត់ទៅដាក់ដល់និព្វានតស័តនៅក្នុងនិព្វាននេះបានទេព្រោះក្នុងនិព្វានហ្នឹងគឺផុតចាកខណ្ឌអញ្ចឹងអត់មានសัตว์ទៅទេគឺបានន័យថាផុតចាកខណ្ឌអត់មានសัตว์នៅក្នុងនិព្វានហើយដល់ទៅថាអន្តៈមាគឺដាក់កន្លែងណាដែលមានសัตว์នៅដោយទិដ្ឋិហ្នឹងសัตว์នៅដោយទិដ្ឋិហ្នឹងហើយទិដ្ឋិកើតឡើងហ្នឹងរស់នៅហ្នឹងក៏ចង់សបាយភ្លើតភ្លើនលេះលោះទៅគឺតែនៅក្នុងវិស័យមាគឺខុសពីនៅវិស័យមានៅអត់កើតទេនៅសង្ងំក្នុងសមាធិកម្មដ្ឋាននេះទៅនៅមិនកើតស្ងប់ស្ងាត់អត់សបាយបានន័យថាមាហ្នឹងវាលបួងបានអញ្ចឹងនៅតែស្វែងរករូបសម្លេងក្លិនរសផោថពៈហ្នឹងអត់ឈប់នៅអត់ស្ងៀមវាចេះតែខ្វះនេះខ្វះនោះផ្លូវចិត្តហ្នឹងបានន័យថាជាប់តៈមាហើយតែពៀនុយមាហ្នឹងហើយគឺបានន័យថាបើមិនទៅអាណាខេត្តមាហ្នឹងគឺអត់កើតអញ្ចឹងមាវាប្រកែដល់ប៉ុណ្្នឹងវាលបួងវាតៈសត្វលោកយកទៅឲ្យធោព្រះសម្ពុទ្ធត្រាស់ដឹងឲ្យសម្ដែងមកហ្នឹងគឺដើម្បីទាញសត្វហ្នឹងចេញពីមាដែលយកទៅសម្លាប់ហ្នឹងឯងអញ្ចឹងបានធោគឺមានគុណច្រើនណាធម្មគុណហ្នឹងធម្មរតនៈហ្នឹងមានគុណច្រើនពីព្រោះខុសពីធម៌គឺធម្មរតនៈហ្នឹងអត់មាននរណាចិត្តល្អទៅទាញដៃឲ្យផុតពីចាស់ឈឺស្លាប់ពីវិស័យមាទេអញ្ចឹងមានតែធម៌ទេដែលប្រកាសសម្ដែងទៅឲ្យសត្វលោកហ្នឹងញាក់រលឹកមកចេញពីមាមករកផ្លូវព្រះវិញហើយដើរតាមផ្លូវធម៌ហ្នឹងហើយបានន័យថាធម៌ដែលព្រះអង្គសម្ដែងហ្នឹងគឺទាញដៃផងទាញជើងផងប្រោះសត្វលោកហ្នឹងចេញពង្រត់ចេញពីមាដែលលបួងយកទៅសម្លាប់ហ្នឹងខំធម៌ហ្នឹងធម៌ប្រកាសសម្ដែងទៅហ្នឹងគឺថាខិតខំធ្វើម៉េចមានឧបាយដែរក្នុងធម៌ហ្នឹងគឺដូចថាក្នុងមគ្គអង្គ8ជាឧបាយហ្នឹងដូចថាឧបាយឲ្យខ្លាំងបកែជាងមាដែលដាក់នុយមកហ្នឹងគឺធ្វើម៉េចឲ្យសัตว์ហ្នឹងបាក់ចិត្តមករកមគ្គហ្នឹងវិញកុំឲ្យទៅរកនុយរបស់មាហ្នឹងហើយដល់ទៅសัตว์ដែលមាននិស្ស័យហ្នឹងក៏ស្ដាប់បានទៅបកចេញពីមាមករកព្រះក៏ទៅរួចខ្លួន
ដែលបន្ទុំឧបនិស្ស័យបញ្ញាហ្នឹងទៅជាអរិយបុគ្គលទេបែរនេះណាហ្នឹងដែលថាមករកវិស័យព្រះផ្លូវព្រះហើយធម៌ហ្នឹងគឺប្រកាសទៅចូលជ្រួតជ្រាបបានដែលហៅថាព្រះធម៌ចូលទៅប្រោះបានហ្នឹងគឺបានន័យថាអ្នកហ្នឹងមានធម៌ចូលទៅក្នុងចិត្តហើយដល់អញ្ចឹងស្គាល់មាច្បាស់ស្គាល់មាហ្នឹងគឺដឹងថាមាវាបៀតបៀនវាអត់ល្អទេមាវាជាបច្ចាមិត្តវាជាខ្មាំងវាជាសត្រូវហ្នឹងឈ្មោះមាណាដល់ស្គាល់ប៉ិតចឹងទៅរឿងអីទៅខ្សែគប់មួយមាទៅស្វែងរកមានោះទៅស្និទ្ធស្នាលមួយមាទៀតឲ្យមាហ្នឹងកាត់ក្បាលសម្រាប់ចោលមិនទៅកើតបើស្គាល់ហើយប៉ុន្តែអត់ស្គាល់គឺអញ្ចឹងសត្វលោកទៅស្និទ្ធស្នាលទៅស្រឡាញ់ណែបនឹកទៅខ្សែគប់ទៅស្វែងរកមាហ្នឹងហើយដល់អញ្ចឹងគ្រោះថ្នាក់រហូតហើយមាក្នុងធម៌មានអីខ្លះញាតិញោមមាសម្បីតែខណ្ឌដែលយើងកំពុងប្រកាន់ហ្នឹងដែលវាអត់មានយើងសោះប៉ុន្តែខណ្ឌហ្នឹងវាកើតមកហ្នឹងយើងថាយើងខណ្ឌហ្នឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណខណ្ឌយើងកំពុងតែជាប់ជាមួយនឹងឧបាទានខណ្ឌ5ថាយើងហ្នឹងគឺនឹងជាមាមួយដែរមារូបមាវេទនាមាសញ្ញាមាសង្ខារមាវិញ្ញាណទាំងរូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះគឺសិតតែជាខ្មាំងជាបច្ចាមិត្តជាសត្រូវហ្នឹងហើយដែលផ្ដាច់ជីវិតយើងបានគ្រប់ពេលតាមរយៈនៃរូបសម្លេងតាមរយៈនៃរូបវេទនាសញ្ញាសង្ខារវិញ្ញាណបាទដែលមាសម្រាប់ហ្នឹងគឺធ្វើឲ្យរលត់ទៅនៅខណ្ឌ5បើគុំតែមានខណ្ឌ5ហ្នឹងសត្វបុគ្គលដែលថាត្រូវបានមច្ចុសម្រាប់វាអត់មានទេអញ្ចឹងខណ្ឌ5ហ្នឹងគឺថាដូចជាពេជ្ជឃាតដែរដូចជាមរិតយៅហើយជារបស់ដែលអត្តបាតទាំងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហើយដែលមិនស្រួលខ្លួនស្រេកឃ្លានឬថារឿងចាស់រឿងឈឺរឿងស្លាប់រឿងបែកបាក់ប្រាត់ប្រាស់អីហ្នឹងក៏គឺមានរឿងខណ្ឌ5ហ្នឹងហើយដោយសង្ខេបមកណាទុកទាំងអស់ហ្នឹងខណ្ឌ5ហ្នឹងហើយជាប្រធានអញ្ចឹងហើយបានព្រះអង្គសម្ដែងតែខណ្ឌ5ហ្នឹងជាមានោះដែលទេវតាមនុស្សព្រំកណ្ដាលដែលអត់តាន់រៀនធម៌ព្រះអង្គហ្នឹងនៅតែស្និទ្ធស្នាលប្រកាន់ស្រឡាញ់ខណ្ឌ5ហួងហែងដោយអាទានអ្នកចូលទៅចាប់យកដោយឧបាទានហ្នឹងហើយហ្នឹងខណ្ឌហ្នឹងវាបិឆោតវាលបួងបោកសត្វលោកហ្នឹងថាហួងហែងខ្ញុំមកខ្ញុំនឹងហើយស្អាតណាស់ល្អណាស់គេហួងហែងខ្ញុំទៅគេគោរពគេសរសើរគេបូជាគេថាគ្រាន់បើគេថាស្អាតអីហ្នឹងហើយវាលបួងឲ្យឃើញអញ្ចឹងវិញហើយមាសត្រូវណាទៅបានមកយើងកើតវាបោកហើយថាខណ្ឌ5បោកបឆោតបាទហើយតើវាលបួងបានហួងហែងបានវាត្រូវជាវាទៅជាទេសកលរបស់ខណ្ឌណាវាទៅជាថាហួងហែងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងអ្នកណាមើលងាយអត់បានគឺត្រូវតែថាតាំងខ្លួនឲ្យខ្ពស់ហើយត្រូវការអ្វីៗគ្រប់យ៉ាងក្នុងโลกនេះដូចមានខ្លួនឯងនៅក្នុងខណ្ឌហ្នឹងអញ្ចឹងដូចមានខ្លួនឯងហ្នឹងជាទេវបុត្រទេពអប្សរមួយត្រូវតែគេគោរពគេសរសើរមានអ្នកណាហើយខណ្ឌសោះរូបដីទឹកភ្លើងខ្យល់ហើយនាមខណ្ឌគឺថានាមធម៌អាស្រ័យហ្នឹងគឺមើលអត់ឃើញទេកើតរលត់ញឹកញាប់តគ្នាហ្នឹងហើយអញ្ចឹងឯងដែលថាយើងគ្រប់គ្នាហ្នឹងនៅថាក្រាន់បើឲ្យគេសរសើរអីហ្នឹងឲ្យគេនឹកអើយនឹកខ្ញុំខ្លះផងខ្ញុំដូចគ្មានវិណានឹកនេះសួរសុខទុក្ខអីថាយកខណ្ឌមកធ្វើខ្ញុំធ្វើអំពើបាបអភ័ព្វរាល់ថ្ងៃគឺមានអីមានតែខណ្ឌហ្នឹងហើយ
thơ đưa cầm soát đó chứ này đang cái việc bào đó đôi sừng ấy sừng ao mà nói cho thom đôi miền luôn ai mùi nó màu thời cai không lô nó bị nẹt đợt ti nó sọt bài nhang đấy cái để về cầm soát đóยังไงcầm soát anh đang cái rương khăn về bạch chào về bào bạch chào sát lô ơi rồi sầm bao ông từ mì này ấy sắt trâu đấy nè mì đấy không mang đấy nè bạch cha mất đấy nè mờ bòn rụp mờ tao rồi lột phơn thiết cho bài đặt cho đấy cho thiệt tắc đàm suốt có cho thiệt đây đang khôi bạ sơ tới có cho mờ ai ná luôn nhiều cứ thiệt nó về cùng năng ai đang ấy chỉ mì nó rụp chỉ mì đôi bùa về đôi xe là bùa nhận tích chư cài đây cài tắc cài phơn cài cho lắm việc nào ở trời cái này giả bọt buồn về ở sọc sùa về ở trời chư phải bờ mất với ai chư như vậy và ai bay clear được cả và ai xây clear được đấy bởi chỉ mất rồi là từ nạp biến ở miền rùp á phật trả rùp nó bàn nạp biến nó cứ ở miền cạp cùng bài clear bốc phơi ấy ở miền rùp ở miền xây clear này bố về phật trả mấy cứ ở miền rùp mấy cái ở miền này mà khăn buồn này vì anh chăm bạch trời ca miền về từ này sau sốc phong túc phong xòm nó phong tôm nó phong ở bê kha phong ở trời ca sành nha mà chăm vì sau rương ấy đấy bố ở miền đôi ngày và đã côn vậy ở thời chăm bạch thời ca sang kha để ở khâm đôi đàm chê ở chăm bạch thời ca về nhiên để đôi con về gì để ở miền phải không thời đôi miền đó đại giang nạp tiền nó cứ phật cha ẩm pí rúp này chỉ mía hay năng niêm mà khăn buôn nó đây chỉ mì rúp khăn mùi niêm mà khăn buôn rồi tới khăn pram nó nạp tiền ở miền nó ban chỉ sọc mà bố phật cha sạch trời nè phật cha miền phật cha bạch cha mật phật cha khmăng rồi tập phật cha khăn đầm mi hái miền cả lại sầm mi nè từ rồi khởi miền mạch chỗ mi nè từ rồi khởi hai miền tây bát mi thị sang kha mi nó chăm bạch từ lơ cầm pua hai miền bằng cò thị sang kha giờ cầm vạt đại tiết bên đập tiền này chẳng phật cha trong đó phật cha trong đó nó gì thom mà thiết xạ sật rứ vật thụ xạ sật thì đó lại nó cái tiếng ta thật thề hay ăn qua tại riêng prai pru pan đây này cặp này bị nè đại tật phượng cho lại dạng mấy slap mà nô tiêu đa prum ấy dạng ná bên bên từ qua lại tiếp bờ phật ở hay đó để ăn mà cho tục sau từ rồi là cầm ấy chỉ tục để ăn vật phép để miền ở trong rừng sang khai thì đấy bờ phật trả sang khai ở hay năng tập chia bờ rồng sọc vào vấn đề là phật trả mì đó này phật trả mì đó cứ bây giờ thầy dương mà phơi pre cùng từ phơi mì đó mình phật ấy bà mình tén thô bà ông nó cứ thằng để tha cái này sờ lanh huông hay na nó ai bắt ai cái này nè cái này dương vừa thà mật vừa thà khni snat sna mà nó cái này nó nòm tục đời dương na sao ngày đó miền tục nó pro mày mau bị say đấy mau bị miền rụp về tình yêu xanh nhà sang kha về nhiên rồi còn lại dương sờ lanh huông hay nái nòm tục đời dương nè cái thố cứ ai bắt đách cái này nè phải upa tiền là khăn tục này cả lá một tí upa tiến cho được bậc cán khăn pram nè bỏ hay luôn nói thầm đá mày tha bắt đách đời cả thôi ăn khiết thế mày đi cứ đói bà nhá phư vàng màu sắc ra thua tới cứ bắt đách xịt cái đấy bậc cắn đòi riêng kiện cho chụp bẹ không rụp không về tình yêu sang nhà sang kha về nhiên miền phơi đó phơi bạ mặt sầm mẹp bắt đách nó cứ mẹ nó bắt đách bà này bắt đách bà nhá ban miền còn khấm tha lai chua bường prai pru là
ហើយបើមកនៅតែប្រកាន់ជីវិតខណ្ឌ5មិនថាមនុស្សទេវតាព្រំអរូបព្រំឲ្យជៀសផុតពីការប្រែប្រួលយ៉ាងម៉េចបើខណ្ឌហ្នឹងជាសង្ខារធម៌ហ្នឹងវាមានអនិច្ចតាធម៌នោះវាមានអនិច្ចលក្ខណៈជាប់នៅក្នុងហ្នឹងអញ្ចឹងវានៅតែប្រែប្រួលផ្លាស់ប្ដូរប្រែប្រួលផ្លាស់ប្ដូរអញ្ចឹងបានមួយជីវិតយើងប្រកាន់ខណ្ឌ5នេះនៅរស់ហ្នឹងគឺជួបតែរឿងប្រែប្រួលផ្លាស់ប្ដូររាល់ថ្ងៃអត់មានថ្ងៃណាមិនប្រែប្រួលមិនផ្លាស់ប្ដូរទេនេះនិយាយដល់ថ្ងៃដូចវែងពេកគឺគណៈតែម្ដងគ្រប់វិនាទីគ្រប់ម៉ោងគ្រប់ថ្ងៃខែឆ្នាំគ្រប់ជាតិគឺមានតែការប្រែប្រួលដែលក្នុងលោកទីបំផុតនៃបរមត្តធម៌ហ្នឹងគឺក្នុងរូបក្តីក្នុងនាមក្តីគឺធម្មធាតុហ្នឹងវាកើតរលត់ឆេះរលត់ជាកូនរលកតូចហ្នឹងហើយប្រែប្រួលហ្នឹងប្រែប្រួលកើតរលត់ហ្នឹងផ្លាស់ប្ដូរកើតរលត់ផ្លាស់ប្ដូរដែលនៅក្នុងធម្មធាតុកើតរលត់ផ្លាស់ប្ដូរនៅក្នុងទីជំរឿនហ្នឹងគឺអត់មែនជាអ្វីទេមិនមែនជាស្រីប្រុសអីទេទៅដល់លោកកន្លែងហ្នឹងគឺតទេចៈសត្វហើយមានតែកូនរលកតូចហ្នឹងដូចគ្នាគ្រប់សង្ខារទាំងអស់ហើយដល់ទៅអញ្ចឹងវាមានតែចំណាប់ចំនួនខ្លឹមសារមមអីបើវាជាកូនរលកតូចឆេះលត់គុំបែកគុំបែកគុំបាទហើយដល់អញ្ចឹងគឺអត់មកប៉ឹងអីបានអត់ប៉ឹងអីកើតហើយដែលយើងមានសកាយទិដ្ឋិហ្នឹងមកចាប់រឿងក្នុងโลกនេះបញ្ញាវាក្រោតគ្រៀតវាវាយសច្ចធម៌ហ្នឹងអត់ចេញបានវាមកឃើញរូបសត្វបុគ្គលសម្លេងសត្វបុគ្គលក្លិនអីសពបែបយ៉ាងនៅក្នុងโลกហ្នឹងដូចមានសត្វមែននេះមកកាន់โลกក្រោតគ្រៀតសន្មតហ្នឹងហើយដល់មកបញ្ញាអត់មុតស្រួចអញ្ចឹងគឺងាយនឹងជាប់តេមៀណាបានន័យថាអត់ដឹងថាកន្លែងហ្នឹងគឺជាអនាខេតមីហើយចូលចិត្តកន្លែងសបាយភ្លើនលេះលោះហ្នឹងគឺចូលចិត្តសាលោកហ្នឹងគឺអ៊ូអទៅរត់ទៅកន្លែងអញ្ចឹងហ្នឹងបានន័យថាមើលមិនឃើញនុយមីហ្នឹងមិនដឹងថាកន្លែងហ្នឹងអនាខេតមីហ្នឹងឯងអត់ចូលចិត្តទេភាពស្ងប់ស្ងាត់បែបត្រៃលក្ខអីហ្នឹងចូលចិត្តតែបែបរឿងត្រៃលោកហ្នឹងហើយបែបត្រៃលោកសពថ្ងៃហ្នឹងមើលលឺតែស្រែកលឺតែយំលឺតែធ្ងោតាមផ្លូវហ្នឹងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទៅនៅផ្ទះហ្នឹងក៏ដេកដួលក្រិចឆ្លោះពិការឈឺស្រេកឃ្លានចាស់ឈឺស្លាប់គ្រប់តែគ្រួសារគ្រប់តែផ្ទះគ្រោះថ្នាក់តាមផ្លូវនៅផ្ទះនៅក្នុងទឹកលើគោកហ្នឹងកន្លែងណាដែលមិនគ្រោះកន្លែងណាដែលមិនចាស់ឈឺស្លាប់ភពមនុស្សអបាយភូមិទេវតាព្រំអរូបព្រំអីវាសិតតែគ្រោះយ៉ាងវាសិតតែទុក្ខសោកនាដកម្មហើយនេះគឺព្រោះតែមានសង្ខារធម៌ហ្នឹងហើយព្រោះតែមានខណ្ឌហ្នឹងកើតមកបានព្រះអង្គសម្ដែងយ៉ាងត្រឹមត្រូវបំផុតគឺសង្ខេតេនបញ្ចុបាទាខន្ធាទុក្ខានបានន័យថាសេចក្តីទុក្ខទាំងអស់ហ្នឹងបំព្រួយមកគឺមានខណ្ឌ5ហ្នឹងជាប្រធានមានខណ្ឌ5ហ្នឹងហើយជាមេទុក្ខបើគុំតែមានខណ្ឌ5ហ្នឹងអត់មានទុក្ខទាំងអស់ហ្នឹងហើយចំមកកន្លែងសត្វលោកអត់រៀនហ្នឹងប្រកាន់ខណ្ឌ5ហ្នឹងយកតែមែនតែនមកអោបមកប្រកាន់ចំមេទុក្ខហ្នឹងតែម្ដងដល់អញ្ចឹងវាមិនងាយដឹងយល់ចាក់ធ្លុះនិយាយត្រូវគ្នាដល់ទៅធរដល់ទៅនិយាយទៅចេញអញ្ចឹងហ្នឹងហើយអាកន្លែងដែលយើងស្រឡាញ់ហួងហែងណាស់ហ្នឹងដល់ព្រះអង្គត្រាស់មកប្រកាសថាអានេះមីទេសត្រូវទេបច្ចាមិត្តទេខ្មាំងទេហើយស្រឡាញ់រូបជាប់នឹងវេទនាសញ្ញាសង្ខារវិញ្ញាណសង្ឃអីមកសង្សារវត្តមកងាយទៅផ្ដាច់កន្លែងហ្នឹងបាទ
ដែលយើងដេកដើរឈួងអង្គុយហួងហែងប្រកាន់ស្រីឃ្លានយកមកធ្វើជាប្រធានបទជួបប្រត់អីរឿងប្តីប្រពន្ធម៉ែឲ្យកូនចៅអីហ្នឹងរឿងខណ្ឌហ្នឹងឯងតាអាកន្លែងដែលយើងជាប់ណាស់ហើយជារឿយហ្នឹងគឺរស់នៅប្រកាន់អាស្រ័យណាស់ហ្នឹងសប្តាហ៍ថ្ងៃហ្នឹងនៅក្នុងក្របខ័ណ្ឌរូបធម៌នាមធម៌ណាស់ហ្នឹងជាមីជាសត្រូវនៅកន្លែងហ្នឹងប៉ុន្តែដែលថាសម្រាប់មីមិនមែនធ្វើអត្តឃាតទេមិនមែនផ្ដាច់ខ្យល់ចេញចូលឬធ្វើឲ្យខូចភ្លើងធាតុធ្វើឲ្យខូចធាតុដីទឹកភ្លើងខ្យល់ឲ្យវានៅបង្គំស្មើអញ្ចឹងទៅឲ្យមានធម៌ស្មើទៅបានរស់នៅស្រួលមានសុខភាពល្អមានបញ្ញារោគឧបាយហ្នឹងចេញពីបង្គំរបស់លោកគឺខណ្ឌលោកហ្នឹងដោយយល់ថានេះជាមានេះជាសត្រូវហើយចេញទៅដោយបាយនេះបញ្ញាត្រឹមត្រូវហើយខណ្ឌនេះគឺមិនបាច់ធ្វើអត្តឃាតទេវាគួរតែបែកធ្លាយទេរូបដោយរូបវេទនាសញ្ញាសង្ខារវិញ្ញាណបែកធ្លាយដោយឡែកទីពីគ្នាវានឹងបែកធ្លាយទៅតាមយថាភូតរូបយថានាមហ្នឹងបានន័យថាវាបង្គំមកអាយុកាលវាប៉ុណ្ណាវាបែកធ្លាយទៅប៉ុណ្ណោះវិញអត់ចាំបាច់ថែធ្វើឲ្យវាបែកធ្លាយមុនការកំណត់អត់ចាំបាច់ទេថាវានឹងអញ្ចឹងឯងខណ្ឌបញ្ញកម្មវាធម្មតាអញ្ចឹងប៉ុន្តែវាថារស់នៅដោយភាពភ្លឺស្វាងដោយឧបាយនៃបញ្ញាត្រឹមត្រូវដែលថារកផ្លូវចេញអំពីបង្គំរបស់នាមរូបគឺខណ្ឌឬសង្ខារធម៌ហ្នឹងក៏គឺដោយមគ្គហ្នឹងដែលត្រូវថាចម្រើនមគ្គហ្នឹងឲ្យកើតឡើងមកកាត់ផ្ដាច់នៅសកាយទិដ្ឋិនេះដែលនៅជាប់ស្អិតក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងមកកាត់ផ្ដាច់នៅតណ្ហានៅមោហៈអវិជ្ជាដែលមិនតាន់យល់ច្បាស់ហ្នឹងហើយដល់ទៅធម៌ដែលនាំឲ្យកើតទុក្ខត្រូវកាត់ផ្ដាច់ទុក្ខហ្នឹងឡើងមានក៏ទុក្ខហ្នឹងក៏អស់ទៅអវិជ្ជាតណ្ហាឧបាទានកម្មហ្នឹងគឺជាធម៌ដែលនាំឲ្យមានទុក្ខជាហេតុនាំឲ្យមានសង្ខារថ្មីជាទុក្ខហើយសង្ខារដែលកំពុងមាននេះគឺក្នុងបច្ចុប្បន្នភាពហ្នឹងគឺជាទុក្ខវត្តដាក់ទុក្ខក្នុងបច្ចុប្បន្នកាលហ្នឹងជាវត្តដាក់ទុក្ខហើយទុក្ខសច្ចៈហ្នឹងគឺមិនមែនខន្ធាយតនៈពីមុនទេអានោះវារលត់អស់ហើយប៉ុន្តែឥឡូវនេះក្នុងទុក្ខសច្ចៈវាមានក្នុងវត្តដាក់ខណ្ឌនៅកំពុងប្រកបហ្នឹងហើយក៏មិនមែនអនាគតដែរវាមិនតាន់មានបងទុក្ខសច្ចៈគឺឥឡូវហ្នឹងបើឲ្យដល់ទៅរំលត់ទុក្ខនិព្វានក៏ឥឡូវដែរមិនមែនទៅរំលត់ទុក្ខអតីតកាលទៅរំលត់ទុក្ខអនាគតទេនិព្វានវាអត់មានក្នុងអតីតអនាគតទេណាញាតិញោមហើយក៏អត់មានក្នុងបច្ចុប្បន្នដែរប៉ុន្តែដោយទុក្ខសច្ចៈជាធម៌ដែលកំពុងប្រកបក្នុងបច្ចុប្បន្នបានត្រូវធ្វើទុក្ខនឹងឲ្យរលត់ទៅក្នុងបច្ចុប្បន្នហ្នឹងទៅនិព្វានហ្នឹងនៅកន្លែងហ្នឹងដែរហើយនៅកន្លែងហ្នឹងដោយសន្មតទេណាប៉ុន្តែដោយបរមត្តគឺបានន័យថានៅពេលដែលវត្តដាក់ទុក្ខនេះជាទុក្ខសច្ចៈក្នុងខណ្ឌក្នុងបច្ចុប្បន្នហ្នឹងរលត់ទៅក៏និព្វានកន្លែងហ្នឹងហើយអត់មែនក្នុងអតីតកាលឬទៅអនាគតកាលទេព្រោះបាយរំលត់ទុក្ខហ្នឹងមិនមែនទៅរំលត់ទុក្ខខន្ធារយតនៈជាទុក្ខសច្ចៈក្នុងអតីតកាលទេហើយក៏មិនមែនជាបាយរំលត់ទុក្ខខន្ធារយតនៈក្នុងអនាគតដែរវាអត់មានអញ្ចឹងទេគឺឥឡូវហ្នឹងឯងខន្ធារយតនៈដែលកំពុងមានជាទុក្ខសច្ចៈហ្នឹងហើយលត់អស់ទៅនិរោធកន្លែងហ្នឹងគឺនិព្វានកន្លែងហ្នឹងញញឹមស្ដាប់តន់ខ្លះទេចឹងអត់មានអីដែលទប់ស្កាត់ទប់ទល់ការពារនៅសង្ខារធម៌ដែលប្រែប្រួលទៅបានទេលើកឡើងតែនិព្វានព្រោះអីព្រោះថាអ្វីដែលមនុស្សលោកអត់
យល់ធម៌ហ្នឹងហើយនៅស្វែងរកខុសពីនិព្វានយកមកការពារទប់ទល់ហ្នឹងអត់ដឹងថាហ្នឹងជាសង្ខារធម៌ឲ្យតែសង្ខារធម៌ហើយការពារមិនកើតតែស្វែងរកអីដែលមិនដែលថាបានមកមិនមែនជាសង្ខារធម៌នៅក្នុងលោកយៈហ្នឹងគឺវាសិតតែសង្ខារធម៌ហ្នឹងវត្ថុស័ក្តិសិទ្ធិស្អីនៅឯណាយកមកការពារស្អីនោះឬថាមានអតិទេពអ្នកមានបុណ្យឯណាចេញមកពីណាมันជាសង្ខារធម៌ក៏ចឹងឲ្យតែខុសពីសច្ចធម៌មិនមែនជាពុទ្ធត្រាស់ដឹងសាវកពុទ្ធសម្ដែងត្រឹមត្រូវតាមសភាវសច្ចធម៌ទេសិតតែយល់ខុសទាំងអស់គឺធ្លាក់ចូលក្នុងគន្លងមច្ឆទិដ្ឋិទាំងអស់បានន័យថានៅតែជឿនៅតែអត់ទុកចិត្តការពិតនឹងនៅតែស្វែងរកធ្វើឲ្យយឺតយូររកអ្វីទីនេះទីនោះវត្ថុស័ក្តិសិទ្ធិអីផ្សេងហើយការពារស្អីបើសិតតែសង្ខារធម៌អ្នកយល់ទាំងអស់គឺគេយល់មកគឺគេរកនិព្វាននឹងតែម្ដងគេអត់ទៅរកស្អីទេគឺគេរកអមតៈធម៌នឹងតែហ្មងអត់មាននៅឆ្វេងឆ្វាយអសេមសាមញញៃអីច្រើនគឺគេរកការពិតម្យ៉ាងគឺនិព្វានបរមត្តឬនិព្វានសច្ចៈការពិតក្នុងនិព្វាននឹងតែម្ដងដែលជាត្រួយនៃសាសនៈព្រហ្មចរិយធម៌នេះដែលមិនដល់ហ្នឹងគេរកមគ្គរកផលហ្នឹងឲ្យឃើញនឹងហើយអត់មានទៅជាប់ពាក់ព័ន្ធអីជាមួយនឹងអ្វីនេះថាស័ក្តិសិទ្ធិណាស់ជឿទៅប្រកែជួយឲ្យចេះចោះវាអត់មានអញ្ចឹងទេហើយព្រះពុទ្ធគឺឲ្យយើងយល់កន្លែងហ្នឹងឲ្យមានសទ្ធាប្រកបជាកន្លែងហ្នឹងហើយស្ដាប់ធម៌ព្រះអង្គទៅផ្លូវទ្វារនិព្វានព្រះអង្គបើកហើយហ្នឹងអញ្ចឹងយើងនៅតែមានសទ្ធាហើយសិក្សាធម៌ព្រះអង្គបាត់ទៅតែព្រោះនិព្វានព្រះអង្គបើកទ្វារហើយនៅយឺតយ៉ាវស្វែងរកស្អីទៀតបើទ្វារនិព្វានចំហហើយហ្នឹងហើយផ្លូវព្រះហ្នឹងនៅឆ្វេងឆ្វាយទៅរកផ្លូវមីអីទៀតមិនអញ្ចឹងហ៎ញាតិញោមបាទខ្លាចតែអត់យល់ទេអត់តាន់យល់ការពិតអត់តាន់ស្គាល់ជីវិតជាបរមត្តធម៌ហ្នឹងនៅឆ្វេងឆ្វាយអសេមសាមហើយតែយល់ហើយគឺស្ងប់ស្ងាត់រស់នៅមានសិល្បៈរស់នៅបានសុខសន្តិភាពស្ងប់ប្រាថ្នាតិចមានសេចក្តីសន្តោសរស់នៅក្នុងការពិតហ្នឹងហើយអត់ធ្វើឲ្យដំណើរជីវិតយឺតយូរទេគឺបំណងហ្នឹងឬគោលដៅហ្នឹងគឺរកនិព្វានហ្នឹងតែម្ដងរកតែការពិតហ្នឹងឲ្យឃើញមុនពេលមកជក់មកបង្ខំឲ្យលះឲ្យលះចោលគ្រប់យ៉ាងហ្នឹងគឺលះបានមុនអត់ចាំបាច់មកជក់មកបង្ខំមកជក់បង្ខំឲ្យលះក៏យើងអត់ព្រមដែរបើយើងអត់យល់បងចឹងបានថាស្លាប់ទៅទាំងបិទភ្នែកបញ្ចិត្តទាំងកើតទុក្ខអីហ្នឹងគឺមកពីអត់យល់ធម៌ហ្នឹងហើយទាំងភ័យខ្លាចទាំងវង្វេងហ្នឹងហើយខ្វះអីតែអត់ចេះធម៌អត់យល់ការពិតហ្នឹងរស់នៅហ្នឹងគឺអត់ឆ្អែតទេដល់តែសេចក្តីស្លាប់មកដល់ក៏មិនគ្រប់ក្នុងផ្លូវចិត្តហ្នឹងនៅតែបើជាប់ជាពាក់វៈវិនអីក្នុងលោកហ្នឹងដោះវាមិនរួចរឿងអារម្មណ៍ទិដ្ឋិដែលធ្លាប់ប្រកាន់កន្លងមកហ្នឹងរឿងហ្នឹងគឺថារាប់មិនអស់ច្រើនចម្ពុះតែអញ្ចឹងវាវង្វេងវ័នទៅក្នុងអារម្មណ៍ហ្នឹងរកផ្លូវអត់ឃើញច្បោកច្បល់ក៏ហើយដល់ទៅរៀនធម៌ឲ្យប្រកបទៅអត់វែងអីទេបើអ្វីហ្នឹងអត់បាច់ថាត្រូវលះបង់នៅពេលចាំបាច់ពេលស្លាប់មកដល់ទេគឺវាទៅជាអតីតកាលវាអស់ទៅសូន្យទៅរាល់ថ្ងៃខែឆ្នាំហើយតាហើយយើងថាយើងនៅយើងអីហ្នឹងយើងហួងហែងទេប៉ុន្តែធម៌វាមាននៅអតីតកាលណាមកនៅបច្ចុប្បន្ននេះឲ្យយើងគ្រប់គ្រងឲ្យយើងហួងហែងអត់ទេវាអស់ទៅតែម្សិលមិញខែមុនឆ្នាំមុនរលត់អស់អត់មានអីនៅទេ
mình chăm bạch thế slap máu mà lẹ bong ó ròm ấy ó nó cứ ta slap nó nơi rùa nó nơi vì nhiên phơn thiệt nơi ở dụ còn đây sẽ cài tật thế về ở lốt bên chết tại bậc căn to mò tí đó để con crop khăn rụp thôn niệm thôn hay bị chạm vô rương phần nhạt sạch một cô xây màu to màu thì vấn đề bờ miên bò rầm mặt để thô miên trai lệ màu chìa rõng cứ năng khơi thô cao rồi luật hãy sòng về nơi này lần chẳng mì nó về tệ bàn về đã nuôi đã ấy có chạm ở cao hồ sợ bài lên lo mấy cồm cao bậc khơi thô bất rồi nào người ta khơi về nghe nó chọc chụp vẹn là về nghe nó mì là buồn bàn mình chẳng nhận nhớ mà có nhận nhớ mình để sản tiền ấy cho rùm ấy mà bò dài phần đăng chắc nhôm sợi pư và châm ran po nhôm chiềng ní nhôm nhạt nhát nhôm bần bờ rống nhôm ấy này rồi nhôm sợi mông nhôm chiên Việt Na nhôm chu nở rèn bong bồn xiềng khen nhôm mà cô Việt Na và nhôm tiêu sục khinh nhôm su nhôm lui sụp phò nhôm marita nhôm lisa trái nhôm khmai nhôm hiệp đấy nhôm su quần thía nhôm sợi mông ông bị khổ thò mẹ sụp tàu còn là nhôm sụp quần thề kiêu nhật cừu chân văn nạt châm nhật cừu chốn vòn văn nạt và châm mật pơn nhôm baska piên mồm và nhật cừu bà sợ nên bà dân châm mật pơ bà nhôm khmai nơi khai xe nụ mà châm mật pơ ở con nhôm tụi xiêm nhôm diêm sụp chi nhôm baska tâm ri nhôm sợi kèm sụp hẹn nhôm prosray đang ở khné và nhôm chia yu xin lục cửu esra hiệp này cha nạ nhiên châm ran po nhôm nhiệt đang ở khné và miền tây sanh tiền ấy lực lớn bảo hay sanh toàn đấy ngày đấy bảo cứ khăn lột ní miền vậy ai cà pía tục tuột nơi cà prai pro tới rồi bỏ sang kha bàn mình mang từ cà prai pro lên nơi tục lệ cẩn nặng anh nát lệ cẩn nặng nó cứ bàn này ta miền sấy vô màu thành lý an tha sang kha nó rụp niềm nó chỉ dơn prai pro màu chỉ atta với từ bốn chỉ atta lấy miền ấy cài mà chỉ atta với atta từ bốn chỉ tục cài màu ở từ chỉ sọc với atta bốn về mình tiền này cài tiền với atta để ở trong sang kha nó gần chẳng ở bên ấy cài prai thà ở tiền ở sọc ở miền atta với bàn này vì bộ ấy chia sẻ chạ sọc có và bột trà đằng hãy trừ cho sự có hai miền pi bò ràn máu từ nát cốt còn chẳng ni hãy chỉ ẩm nằm náng thật miền ấy cài prai sẽ chặt thua bàn đàn chén bàn dương ati bài tới thật cài prai sang kha mình oi tục cùng oi prai pru rồi tới giờ ta với nhặt bàn nữa và đại dương vô dẫn dân mình rộp sẽ chặt cà bật hồn được biển miền nơi trệt trộn rộp ấy con lục nó ở dư đầm nào thì nóยังไงอัดใบช่วยนี่ป่อโยมเสียงใส่หม่อมกันนะรอทั้งไงไปทัวเจียบดอดวงจัดขังขนมไอเตียนจัดอาสละปรุบานศึกษาบานสนับประพุทธอวาทประสมาสัมพุทธไปเคยกิทัวข้อจัดไตแต่สังเวชให้แต่มันดังมันบานศึกษาประโทตื่นตามได้ปิด
បដិបត្តិមិនបានប៉ត្រូវសភាវៈពិតខុសត្រូវយ៉ាងណាសូមលោកម្ចាស់គ្រូជួយបន្ថែមទៀតប៉រឿងហ្នឹងគឺរឿងត្រូវតែមានឧបេក្ខាហ្នឹងហើយរស់នៅព្រោះថាទាំងខ្លួនយើងក្តីនាមរូបនេះវាហូរទៅយើងកើតវាប៉ះសុខសោមនស្សអញ្ចឹងកុំភ្លើតភ្លើនជាប់ជាពាក់ស្រវឹងពេលវាហូរទៅមានទុក្ខទោមនស្សកុំកើតទុក្ខខូចចិត្តបន្ថែមហ្នឹងហើយមានឧបេក្ខាមានចិត្តតុល្យភាពរឿងខុសរឿងត្រូវក្នុងអ្នកដទៃក៏អញ្ចឹងដែរក៏មានឧបេក្ខាសត្វមានកម្មជារបស់ខ្លួនហើយតួវិជាញាណគ្នាយល់ដឹងប៉ុណ្ណាហ្នឹងគឺរឿងសច្ចធម៌សមមកយល់ដឹងហ្នឹងក៏ខុសគ្នាអញ្ចឹងទៅតាមបញ្ញាថ្នាក់លោកីថ្នាក់លោកុត្តរៈគឺថាយើងមិនអាចថាឲ្យដូចគ្នាឲ្យប៉ិនគ្នាស្របគ្នាទេរឿងក្នុងលោកហ្នឹងអញ្ចឹងទៅមានតែយើងធ្វើម៉េចឲ្យមានតុល្យភាពក្នុងចិត្តខ្លួនយើងបើយើងប្រតិកម្មនឹងរឿងឃើញលឺរឿងរលឺអីសពថ្ងៃនេះច្រើនណាស់យើងមួយថ្ងៃទៅនេអត់មានពេលធ្វើសមាធិកម្មដ្ឋានអីខ្លួនឯងទេវត្តប្រតិកម្មរឿងសត្វលោកហ្នឹងគឺថានេះចេះនេះចុះតាមរយៈការឃើញការលឺហ្នឹងគឺថាយើងឡើងទំនេរវាទៅជាអ្នកដើរតួជាអ្នកវិនិច្ឆ័យរឿងសពបែបយ៉ាងទៅវាអស់ពេលខ្លួនឯងរកការពិតដល់អញ្ចឹងទៅគឺគ្រាន់តែសង្វេគសត្វលោកទៅតាមយថាកម្មទៅតាមកម្រិតចំណេះជំនាញខ្លួនសត្វលោកដែលមានហ្នឹងគឺធម្មតាអញ្ចឹងបងហ្នឹងហើយញោមសាធុបាទឲ្យដូចយើងយល់ឲ្យដូចកម្រិតយើងបើត្រូវហ្នឹងក៏អត់បានដែរដល់ទៅពុទ្ធទ្រង់ត្រាស់ដឹងឡើងក្នុងលោកដំបូងព្រះអង្គឃើញលោកហ្នឹងគឺសត្វលោកផ្កាប់ហ្នឹងហើយទិដ្ឋិហើយព្រះអង្គផ្ងាហើយលំបាកណាស់ដែលយល់ត្រាស់ដឹងតែឯងហើយមកផ្ងាគេកំពុងតែផ្កាប់ដេកលក់ដោយទិដ្ឋិហ្នឹងលំបាកមែនទេណាស្ទើរតែថាសត្វលោកងាយប្រាប់ងាយបញ្យល់ទេប្រមាណណារឿងធម៌ពិតហ្នឹងដែលព្រះអង្គត្រាស់ដឹងងាយប្រុសងាយទូលមានបានទេសត្វលោកប្រមាទហើយធ្លាក់ចូលតៈមាចូលចិត្តស្បាយរីករាយភ្លើតភ្លើនលេះលោះយ៉ាងនេះតែនិយាយរឿងត្រៃលក្ខរឿងធម៌បរមត្តអីហ្នឹងងាយយល់ងាយចាក់ធ្លុះទេហ្នឹងហើយស្ទើរតែថាខ្ជិលប៉ុន្តែមានមេត្តាបារមីបើថាត្រាស់ដឹងមកនៅទុកធរចោលមិនកើតត្រូវតែជួយសត្វលោកដែលមាននិស្ស័យគង់តែស្ដាប់បានប្រុសបានហើយបានព្រះអង្គសម្ដែងទៅមានអ្នកស្ដាប់បានប្រុសបានទៅជាអរិយបុគ្គលរហូតដល់ព្រះអរហន្តជួយផ្សាយសាសនាព្រះអង្គទៀតនឹងឯងដល់យើងយល់ដំណើរនេះគឺឃើញថាសត្វលោកមិនងាយសប្បាយរីករាយក្នុងផ្លូវធម៌ទេបើក្នុងផ្លូវមាហ្នឹងគឺសម្បូរច្រើនព្រោះថាព្រះអង្គត្រាស់ដឹងមកធម៌នៅនេះហើយសត្វលោកនៅនាយទិដ្ឋិគឺថាមិនងាយចូលគ្នាជាមួយសភាវៈធម៌ពិតទេហ្នឹងយ៉ាងដូចញាតិញោមយល់ទៅមើលទៅសត្វលោកដែលអត់តាន់យល់ក៏ឃើញយ៉ាងដែរមិនងាយងាកមករកការពិតបានទេបងបងញោមអរគុណញោមមកគោវាសនាញោមបុណ្យបរមចូលក្រោយគេបងដាប់ឡើងវិញបានញោមបានស្កាលលោតបណ្ណាបងយើងដល់ម៉ោងហើយបងចម្រើនពោះញោមបើអត់មានសំណួរតទៀតយើងបញ្ចប់ត្រឹមនេះដាប់យល់តនខ្លះញាតិញោមណាគឺថាយល់ទៅគឺលឿនណាក្នុងដំណើររកការពិតនឹងអត់នៅត្រេតត្រោតប៉ងអីក្នុងលោកទេបើគាត់ថា
khăn ấy về toàn bài lấy về say liệ về hộp chọc ấy về trắng ấy về máy miền dương tu dương ấy mà bàn ấy không lâu nó thế bạn miền dương nó màu còn bao chiếm ha thay miền ấy trơn chuyện kê không lâu dương nè bay dương nè chài nó không bị say mía đó về miền chẳng đâu mà mơ thô mà miền chẳng nó ở miền thì ruột trời bật thô nó ấy cô nó ruột tôi cả luật thực tế đó nè đàn chẳng dân màu phơi pre nó cứ màu bẩn lướn phơi sẽ chạ thô bao giờ riêng luôn nó chấp khởi cả bật này rùm lột túc đòn đi rột phèm nắng bàn này thà nơi nòng thố dượt giá tỏ tiệt tề có nhôm y ni và mền po bong bồn sen khến cái nắp pe khá rùa nới phịch luôn nơi miền đây bầm mặt trà tiền chả phịch cả chấm rán phiêu niaព្រះសាស្តាមុនប្រេណពៀនបងផ្នែកផ្ដាំចុងក្រោយមិនឲ្យមានដីប្រមាទនេះគឺដូចថាយើងនិយាយថាយើងនៅធម៌ប្រមាទចឹងដោយសន្មត់ប៉ុន្តែប្រមាទតធោដែលនៅកើតឡើងបានព្រោះនៅមានហេតុដែលនាំឲ្យមានប្រមាទតធោហ្នឹងបើប្រមាទតធោនេះមិនកើតពេលនោះហេតុនៃសតិប្បដ្ឋានហ្នឹងប្រកបឡើងសតិប្បដ្ឋានប្រកបឡើងអត់មានប្រមាទតធោទេបើសតិប្បដ្ឋានវិបស្សនាមិនកើតជីវិតរស់នៅហ្នឹងគឺនៅក្នុងប្រមាទតធោហ្នឹងរហូតហ្នឹងញបាសកាតំរីសម្រាប់ហើយក្នុងពុទ្ធបណ្ដាំចុងក្រោយមុនបរិនិព្វានគឺព្រះអង្គផ្ដាំថាខយវយធម្មាសង្ខារាអបមាតេនសម្បាទេថៈអ្នកទាំងឡាយកុំភ្លេចភ្លាំងកុំប្រហែសធ្វេសកុំប្រមាទកុំលេះលោះកុំភ្លើតភ្លើនកុំស្រវឹងនឹងរឿងសង្ខារនេះឲ្យសោះព្រោះសង្ខារនេះអស់ទៅសូន្យទៅជានិច្ចចឹងចូលញ៉ាំងប្រយោជន៍មានបរមត្តប្រយោជន៍ជាបរិយោសាហ្នឹងឲ្យសម្រេចតែមិនចឹងទេអស់ទៅសូន្យទៅមិនដឹងថាបានស្អីពីសង្ខារហ្នឹងតទេមិនទៀងទុកជាអនត្តាតែដែលបានពិតហ្នឹងគឺនិព្វានហ្នឹងហើយបើអត់បាននិព្វានហ្នឹងបានស្អីហ្នឹងសង្ខារអត់ខ្លឹមហ្នឹងតទេហ្នឹងមានបានអីហើយបាននិព្វានបានកន្លែងមិនស្លាប់ហ្នឹងឃើញទីពឹងចុងក្រោយបំផុតគឺអមតៈធម៌ហ្នឹងហើយហ្នឹងបានពិតប្រយោជន៍ពិតសូម្បីតែប្រយោជន៍បច្ចុប្បន្នបានគឺសន្មត់មាននរណានៅអត់ស្លាប់នៅតែសោយសុខប្រយោជន៍បច្ចុប្បន្នបរៈលោកទៅកើតទេវតាព្រំមានទេវតាព្រំឯណាដែលមិនជាយុទ្ធឃ្លាតចាកភពមិនស្លាប់វាអត់មានទីបំផុតអញ្ចឹងប្រយោជន៍ពិតគឺនិព្វានហ្នឹងហើយបានទៅដល់ទីដែលសម្រាប់ពិតប្រកបចុងក្រោយឈប់រវល់ចម្រើនពរញាតិញោមបាទសុខចម្រើនទាំងអស់គ្នាដោយធម្មទានសូមបានសម្រេចធម៌មគ្គផលនិព្វានគ្រប់គ្នាណាដោយធម្មទាននេះរាត្រីសួស្តីសូមអនុមោទនាសូមនមស្ការនិងចម្រើនពររាត្រីសួស្តីអនុមោទនា